Adam Tini the Paday Ferdinand Marcos Jr., Adam Anutin Chanvirakul, Adam Lojidil Lolosray. Chipatom some time Makun Japu, Adam Tini the Paday Marcos Jr., Nonium Chipatina Zian, the Bandit Cham Kat Prachum Yatani. យើងសូមកោតសរសើរចំពោះភាពជាអ្នកដឹកនាំប្រកបដោយស្ថាបនារបស់ហ្វីលីពីនក្នុងការលើកកម្ពស់សន្តិភាពស្ថិរភាពនិងសាមគ្គីភាពក្នុងតំបន់ថ្ងៃនេះអាដាមនាយរដ្ឋមន្ត្រីអនុទាននឹងរូបខ្ញុំទើបតែបានជួបប្រជុំជាមួយនឹងការបដិញ្ញាចិត្តរួមគ្នាក្នុងការសម្រេចឲ្យបាននូវសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរការពិភាក្សារបស់យើងបានផ្ដោតលើវិធានការកាត់បន្ថយភាពតានតឹងនិងការកសាងទំនុកចិត្តដើម្បីស្ដារនិងពង្រឹងក្របខ័ណ្ឌការងារដែលមានដំណើរការមួយសម្រាប់សន្តិភាពយូរអង្វែងនិងការធ្វើឲ្យទំនាក់ទំនងមានប្រក្រតីភាពឡើងវិញយើងបានពិភាក្សាអំពីការចាប់ផ្ដើមឡើងវិញនៅរាល់យន្តការដែលមានស្រាប់ដូចជា JBC GBC និង RBC បន្ទាប់ពីរាជរដ្ឋាភិបាលថ្មីរបស់ប្រទេសថៃបានចាប់ផ្ដើមអនុវត្តការងាររបស់ខ្លួនបានយ៉ាងពេញលេញរួចរាល់កម្ពុជាមានតម្លៃខ្ពស់ចំពោះទូនាទីដ៏សំខាន់របស់ AOT និងសូមថ្លែងអំណរគុណដល់ប្រទេសអាស៊ានចំពោះការគាំទ្រនិងការចូលរួមចំណែកជាបន្តកម្ពុជាស្វាគមន៍ហ្វីលីពីនដែលបានទទួលតំណែងជាប្រធានអាស៊ានបន្តពីម៉ាឡេស៊ីកម្ពុជាបានផ្ដល់កិច្ចសហប្រតិបត្តិការយ៉ាងពេញទំហឹងនៅអំពីនេះចំពោះការពង្រឹងតួនាទីរបស់ AOT ដើម្បីផ្ទៀងផ្ទាត់និងធានាដល់ការអនុវត្តបទជំបាញ់និងរាល់វិធានការដែលបានព្រមព្រៀងយើងក៏បានគូបញ្ជាក់ផងដែរអំពីសារៈសំខាន់នៃការផ្លាស់ប្ដូរទំនាក់ទំនងរវាងប្រជាជននិងប្រជាជនដូចជាតាមរយៈសមាគមមិត្តភាពកម្ពុជាថៃដែលជាសសរស្តម្ភបំពេញបន្ថែមមួយក្នុងការកសាងទំនុកចិត្តឡើងវិញនិងការលើកកម្ពស់ការយោគយល់គ្នាទៅវិញទៅមកសម្រាប់ជំនាញទៅមុខយើងក៏បានប្រគល់ភារកិច្ចជួយរដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសទាំងពីរឲ្យបន្តពិភាក្សាលម្អិតបន្ថែមទៀតនិងអនុវត្តការងារទាំងនោះក្នុងអភិក្រមមួយដែលជាក់ស្ដែងនិងផ្ដោតទៅលើលទ្ធផលដោយបានលើកឡើងបាញ់មិញដោយអាដាមប្រធានាធិបតីកម្ពុជាសូមរំលឹកឡើងវិញថាខ្សែព្រំដែនមិនអាចត្រូវបានផ្លាស់ប្ដូរឬកំណត់ដោយការប្រើប្រាស់កម្លាំងឬតាមរយៈការបង្កើតអង្គហេតុសម្រាប់លើទីតាំងជាក់ស្ដែងនោះទេកម្ពុជាអំពាវនាវឲ្យមានការអនុវត្តដោយពេញលេញនិងភ្លាមៗនៅសេចក្តីប្រកាសរួមថ្ងៃ27ធ្នូ2025ទាំងស្រុងនិងជាពិសេសចំណុចទី3ដែលអំពាវនាវឲ្យមានការចាប់ផ្ដើមឡើងវិញជាបន្ទាន់នឹងការបោះវែងខណ្ឌសីមារបស់គណៈកម្មការ GBC ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដោយគ្មានការពន្យាពេលតទៀតយើងជឿជាក់ថាយន្តការនេះគឺពិតជាចាំបាច់ក្នុងការធានាបញ្ចប់ការបង្កើតអង្គហេតុសម្រាប់លើទីតាំងជាក់ស្ដែងនិងដើម្បីធានាថាអធិបតេយ្យភាពបូរណភាពទឹកដីនិងខ្សែបន្ទាត់ព្រំដែនអន្តរជាតិត្រូវបានគោរពស្របតាមច្បាប់អន្តរជាតិនិងសន្ធិសញ្ញាព្រមទាំងកិច្ចព្រមព្រៀងដែលមានស្រាប់ការនេះនឹងជួយលើកកម្ពស់ទំនុកចិត្តនិងនាំមកនូវសន្តិភាពយូរអង្វែងរវាងប្រទេសយើងទាំងពីរយើងក៏បានពិភាក្សាផងដែរអំពីទិសដៅទៅអនាគតសម្រាប់ការដោះស្រាយការទាមទារដែនសមុទ្ររួមត្រួតស៊ីគ្នាជាមួយនឹងការសម្រេចចិត្តរបស់កម្ពុជាក្នុងការប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំក្រោមអនុសញ្ញា UNCLOS បន្ទាប់ពីការដកខ្លួនរបស់ថៃចេញពី MOU 2001កម្ពុជាជឿជាក់ថានេះជាមាគ៌ាសន្តិវិធីដែលនឹងនាំទៅរកដំណោះស្រាយប្រកបដោយយុត្តិធម៌សម្រាប់ភាគីទាំងពីរជាចុងក្រោយកម្ពុជានៅតែប្រកាន់ភ្ជាប់មុតមមចំពោះការដោះស្រាយបញ្ហាចំនួនដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងដែលមានស្រាប់រួមទាំងការបដិញ្ញាចិត្តដែលត្រូវបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពូថ្ងៃ26ដុល្លារ2025និងសេចក្តីប្រកាសរួមថ្ងៃ27ធ្នូឆ្នាំ2025កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការបោះជំហានទៅមុខប្រកបដោយស្មារតីស្ថាបនាឆាប់រហ័សនិងសុឆន្ទៈសូមអរគុណ